អ្នករត់អ្វីដែលពិបាកបំផុតនោះគឺការគ្រប់គ្រងល្បឿនខ្លួនឯងនឹងតែម្ដងប៉ុន្តែសម្រាប់អ្នកដែលប្រើប្រាស់នាឡិកា Garmin ខ្ញុំមាន tip មួយដើម្បីចែករំលែកជូនដល់បងប្អូននៅក្នុងនាឡិកា Garmin វាមានមុខងារមួយគេហៅថា Pace Pro Plan អញ្ចឹងសម្រាប់យើងរត់នាឡិកាវានឹង alert ប្រាប់យើងតែម្ដងថាគីឡូនេះយើងគួរតែរត់ក្នុងល្បឿនណា pace ណាអញ្ចឹងបើសិនជាយើងចង់រត់21គីឡូ10គីឡូ42គីឡូគីឡូទី1វា alert ប្រាប់យើងដល់គីឡូទី2គឺវា alert ប្រាប់យើងដល់គីឡូទី3វា alert ប្រាប់យើងចឹងហើយធ្វើឲ្យយើងមិនចេះតែរត់តាមចិត្តខ្លួនឯងទេយើងត្រូវរត់តាមល្បឿនដែលយើងបាន set តែម្ដងចឹងហើយធ្វើឲ្យការរត់របស់យើងដល់ទីបានជោគជ័យបើមិនយើងចេះតែរត់តាមចិត្តខ្លួនឯងធានាគឺយើងនឹងអត់ជោគជ័យទេចឹងតើយើងចេះ set up pro plan មកចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងនាំបងប្អូនពីរបៀបនៃការ set up Pace Pro Plan តែម្ដងចឹងដើម្បីទទួលបានមុខងារ Pace Pro Plan បងប្អូនចូលមកក្នុងកម្មវិធី Garmin Connect បាទអញ្ចឹងយើងចូលមកកាន់កម្មវិធី Garmin Connect មកបន្ទាប់មកយើងចុចអាកន្លែងនេះចុចអាកន្លែង tray 3ហ្នឹងមកហើយយើងរកពាក្យថា training plan បាទបន្ទាប់មកយើងនឹងឃើញពាក្យថា Pace Pro pacing strategy ហ្នឹងមកហើយកន្លែងនេះយើងយកពាក្យថា create Pace Pro strategy កន្លែងនេះវាមានឲ្យពីជម្រើសគឺ select cost ហើយនឹង race distance សម្រាប់ខ្ញុំយក race distance ខ្ញុំយកយើងចង់ប្រកួតក្នុងគីឡូណាហាប់ម៉ារ៉ាតុងឬក៏ម៉ារ៉ាតុងឬក៏10គីឡូ5គីឡូវាមានជម្រើសឲ្យយើងដូចខ្ញុំយកហាប់ម៉ារ៉ាតុនយើងចុច next បាទហើយបន្តមក goal time វាយើងចង់បញ្ចប់ក្នុងនាទីណាខ្ញុំចង់បញ្ចប់ក្នុង1ម៉ោងកន្លះ1ម៉ោង30នាទីបាទអញ្ចឹងចុចមកអញ្ចឹងវាប្រាប់យើងឲ្យថា pace របស់យើងគឺយើងរត់4:15អញ្ចឹងណា4:15 ទេតែម្ដងកន្លែងនេះវាឲ្យយើងទៀតមានថាយើងអាចសេរីកន្លែង strategy នេះយើងចង់លឿនពេលដើមឬក៏យឺតពេលដើមអញ្ចឹងតើយើងអាចសេរីកន្លែងនេះបាទថាបើសិនជាយើងចង់លឿនមានថាដំបូងយើងយកយ៉ាងលឿនចុងក្រោយយើងយកយ៉ាងយឺតចុងក្រោយយកយ៉ាងយឺតអញ្ចឹងទៅអូខេចុងក្រោយយើងយក4:36អញ្ចឹងចាឧទាហរណ៍អញ្ចឹងទៅអញ្ចឹងបន្ទាប់ប៉ុណ្ណឹងគឺយើងចុច save មកអញ្ចឹងយើងនឹងបាន Pace Pro Plan Strategy របស់យើងហើយនេះយើងបាននេះលើគេនេះយើងអាចដាក់ឈ្មោះថាកម្មវិធីអញ្ចឹងទៅ Marathon Testing Marathon អញ្ចឹងទៅហាប់ម៉ារ៉ាតុនអូខេអញ្ចឹងបន្ទាប់ពីយើងទទួលបានប៉ុណ្ណឹងហើយយើងដាក់ឈ្មោះហើយយើងធ្វើការចុច send ខាងលើនេះដើម្បីចូលមកកាន់នាឡិការបស់យើងប្រើនាឡិកាអីដោយសារខ្ញុំប្រើនាឡិកាខ្ញុំច្រើនអញ្ចឹងវាចេញមកច្រើនអញ្ចឹងពេលយើងចុចនាឡិកាហ្នឹងមកគឺវា send ទៅ device តទៅមកគឺយើងហើយតែម្ដងបាទបន្ទាប់ពីយើងធ្វើការ SIM ពេញមកនៅក្នុងនាឡិការបស់យើងគ្រាន់តែចូលមកក្នុងមុខងាររត់ហ្នឹងមកបាទហើយយើងអូសមកខាងក្រោមគ្រប់នាឡិកាទាំងអស់គឺការបញ្ជាដូចគ្នាបាទចូលកន្លែង training នេះហើយនេះឃើញទេ Pace Pro Plan ចុចមួយមកនេះពេលដែលយើង SIM ពេញគឺវាចេញឈ្មោះមកតែម្ដងចុចចូលយើងអាចអូសមើល review មើលថាគីឡូទី1ធ្វើ pace ប៉ុន្មានអានេះយើងយកលឿនមិនអាចយកលឿនមុនដំបូងចុងក្រោយយើងយករៀងយឺតដោយសារខ្លាចចុងក្រោយយើងអស់កម្លាំងអញ្ចឹងណាអញ្ចឹងយើងចុចប៊ូតុងខាងលើនេះចុចវាមួយមកហើយយើងយកពាក្យថា use plan ចុចចូលពឹបឃើញទេនេះហើយពេលដែលយើងចាប់ដើមរត់1 2 3ទឺតនៅតែម្ដងអញ្ចឹងវានឹង alert ប្រាប់យើងហើយពេលដែលយើងរត់អត់ដល់គីឡូឬក៏រត់អីនាឡិកាវានឹង alert ប្រាប់យើងតែម្ដងឃើញទេបាទនេះគឺជារបៀបនៃការប្រើប្រាស់ Pace Pro Plan អញ្ចឹងវាប្រាប់ឯនេះគីឡូទី1យើងរត់3ប៉ុណ្ណឹងអញ្ចឹងគីឡូទី2រត់បានគឺវានឹង alert ប្រាប់យើងទាំងអស់តែម្ដងអូខេអញ្ចឹងនេះខ្ញុំគិតថាក៏ជាចំណេះដឹងមួយដែរសម្រាប់អ្នករត់ដែលប្រើប្រាស់នាឡិកា Garmin ហើយយើងពិបាកក្នុងការគ្រប់គ្រង pace ខ្លួនឯងប៉ុន្តែនៅមាន3-4 វិធីទៀតដូចជាការ set up ឲ្យ pace alert ការកំណត់ឲ្យដល់គីឡូម៉ានវា alert អញ្ចឹងណាអញ្ចឹងខ្ញុំនឹងមានវីដេអូតទៀតក្នុងការបង្ហាញបងប្អូនប៉ុន្តែ Pace Pro Plan នេះគឺល្អបំផុតហើយដើម្បីយើងដឹងថាយើងគួរតែរត់ក្នុងគីឡូទីម៉ានអញ្ចឹងទៅដើម្បីឲ្យដល់គោលដៅរបស់យើងនាទីដែលយើងបានកំណត់អូខេអញ្ចឹងវីដេអូនេះថាប៉ុណ្ណឹងជួបគ្នាវីដេអូក្រោយបាយបាយ